បិណ្ឌគឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិខ្មែរដ៏ធំៗដទៃទៀតហើយតាំងពីបុរាណកាលរហូតមកដល់សម័យបច្ចុប្បន្ននេះប្រជាជនខ្មែរតែប្រារព្ធពិធីនេះឡើងមកមិនដែលអាក់ខានឡើយពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធឡើងដើម្បីរំលឹកដល់ការចូលបរិនិព្វានរបស់ព្រះពុទ្ធពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរគឺបានមកពីពាក្យថាភ្ជុំជាមួយនឹងបិណ្ឌភ្ជុំមានន័យថាការជួបជុំបិណ្ឌមានន័យថាការប្រមូលផ្ដុំដូចនេះភ្ជុំបិណ្ឌគឺមានន័យថាគឺជាការប្រមូលផ្ដុំគ្នារបស់ប្រជាជនខ្មែរដើម្បីរៀបចំម្ហូបអាហារបង្អែមចំអាបយកទៅវត្តដើម្បីប្រគេនព្រះសង្ឃសូត្រធម៌ឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅហើយពិធីបុណ្យភ្ជុំបិណ្ឌបើគិតតាមធម៌ព្រះពុទ្ធគឺជាការឧទ្ទិសកុសលនានាទៅកាន់អ្នកដែលបានចែកឋានទៅហើយលុះត្រាតែជាបងប្អូនកូនចៅសិក្សាលោហិតនោះគ្នាយកចំហានទៅប្រគេនព្រះសង្ឃសូត្រមន្តឧទ្ទិសកុសលដល់ទើបក៏ទទួលបានតាមទំនៀមទម្លាប់ប្រពៃណីខ្មែរពិធីបុណ្យភ្ជុំបិណ្ឌគឺចំនួន15ថ្ងៃចាប់ពីថ្ងៃ1រោចដល់ថ្ងៃ15រោចខែពិតបុត្រពីថ្ងៃ1រោចដល់14រោចគឺថ្ងៃកាន់បិណ្ឌឬថ្ងៃដាក់បិណ្ឌមុនពិធីបុណ្យភ្ជុំធំមួយថ្ងៃនៅថ្ងៃ14រោចប្រជាជនគ្រប់រូបតែនិយមធ្វើនំអន្សមនំគមដើម្បីប្រគេនចង្ហាន់ទៅកាន់ព្រះសង្ឃនៅឯវត្តអារាមចែករំលែកទៅកាន់បងប្អូនសាច់ញាតិអ្នកជិតខាងនិងមិត្តភក្តិផងដែរចំណែកពេលយប់នៅឯវត្តមានពិធីបង្សុកូលជុំវិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅហើយមានការសូត្រធម៌ក៏ដូចជាការសម្ដែងធម៌ទេសនានានារហូតដល់ភ្លឺផងដែរបុណ្យជាមួយព្រះរស់គឺជាបុណ្យមួយដែលកូនចៅប្រុសស្រីមិនអាចអត់ខានបានឡើយមុននឹងយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃកូនចៅគ្រប់រូបត្រូវធ្វើបាយសម្លជូនដល់លោកអ្នកមានគុណជាមុនសិនសូមយកចង្ហាន់ទៅវត្តឬក៏ចែកចាយទានទៅកាន់អ្នកក្រខ្សត់តាមក្រោយដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌតាំងនាមឲ្យថ្នាក់ដឹកនាំនិងបុគ្គលិករបស់ស្ថាប័ន Miss Grand Cambodia ទាំងអស់យើងខ្ញុំមានកិត្តិយសសូមគោរពជូនពរជ័យសិរីសួស្តីវិបុលសុខមហាប្រសើរជូនដល់សម្ដេចទ្រង់ឯកឧត្តមលោកអគ្គញាអ្នកអគ្គញាលោកស្រីអ្នកនាងកញ្ញាព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ផងដែរសូមជួបតែសេចក្តីសុខសុភមង្គលសុខភាពល្អសំណាងល្អកម្លាំងមាំមួននិងរកស៊ីទទួលទានមានបាននិងជោគជ័យគ្រប់ភារកិច្ចនិងសូមជូនពរឲ្យការធ្វើដំណើរទៅកាន់ស្រុកកំណើតនិងទីវត្តអារាមប្រកបដោយសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារក្តីគោរពនិងស្រឡាញ់ពីស្ថាប័ន Miss Grand Cambodia សូមអរគុណ